vùng pal cứ tẹt tông từ nâng rồng vò nông này nó ngoài đây kia trong biển dương cứ ở bãi khát và gì tới nước bây giờ dương riêng từ lứa cứ bao chỉ miền khát nên này chẳng cứ dương bao chỉ ca chụp ở bãi khát này bây giờ ở trên ở bãi khát tới cứ dương phụ trừ chẳng cái nào bạnต่อយើងទៅមើលទី1គឺຂនាតស្តង់ដាបាទទី2គឺទី1.1ហ្នឹងគឺផ្នែកទី1និយាយពីប្រវែងបាទអញ្ចឹងចង់ដឹងវែងខ្លីគឺជាប្រើទំហំមួយដើម្បីទៅវាស់វាបាទប្រវែងតើវាប្រមាណម៉ែត្រអញ្ចឹងទៅបាទសិនបើនៅខ្មែរយើងគឺប្រើម៉ែត្របើនៅអាមេរិកគេប្រើ feet ឬមួយក៏ប្រើ feet នេះអញ្ចឹងនៅអាមេរិកបើនៅខ្មែរយើងគឺប្រើម៉ែត្របាទអញ្ចឹងឯកតាសំខាន់នៃរង្វាស់ប្រវែងគឺម៉ែត្របាទអញ្ចឹងអានេះគឺជាទំហំស្តង់និយាយទៅម៉ែត្រគឺជាຂនាតស្តង់ដាសម្រាប់ប្រវែងគេថាមកទៀតប្រសិនបើប្រវែងមួយមិនស្មើនឹងចំនួនកូនម៉ែត្រគេប្រើឯកតាដែលមានបាទបន្ទាត់ដែលមានអញ្ចឹងនៅខាងនេះគឺតូចជាងម៉ែត្របាទវាចែកជា2យើងយកម៉ែត្រគឺជាអាគោកដាលយើងអញ្ចឹងយើងមានតូចជាងម៉ែត្របន្ទាប់មកយើងមានធំជាងម៉ែត្រអញ្ចឹងសម្រាប់តូចជាងម៉ែត្រយើងចែកចេញជា3គឺយើងប្រើដកខ្ទង់ភាគពាន់បាទអញ្ចឹងយើងមាន1 decimet គឺស្មើនឹង 0.1 ម៉ែត្របានន័យថាយក1ម៉ែត្រទៅចែកជា10ហើយមួយផ្នែកដែលចែកហើយហ្នឹងគឺគេឲ្យឈ្មោះវាថា1 decimet អានតអក្សរ1ហើយ dm បាទ1 decimet ណាហើយមួយទៀតគឺសង់ទីម៉ែត្រគឺតាក់ទងទៅនឹងយើងយក1ម៉ែត្រទៅចែកជា100ភាគហើយ1ភាគដែលយើងចែកបានគេហៅថា1សង់ទីម៉ែត្រនោះបាទហ្នឹងហើយមួយទៀតមកគឺ1មីលីម៉ែត្រគឺយើងយក1ម៉ែត្រទៅចែកជា1000ហើយអាផ្នែកតូចៗដែលចែកហើយហ្នឹងគឺយើងឲ្យឈ្មោះថាមីលីម៉ែត្រយើងអានអក្សរនេះគឺ m តូចហ្នឹងមីលីម៉ែត្របាទអានេះគឺសង់ទីម៉ែត្រអានេះគឺ decimet បាទអញ្ចឹងយើងបកទៅមើលចុះបើធំជាងម៉ែត្រតើវាយ៉ាងម៉េចបាទធំជាងម៉ែត្រគឺចែកជា3ដែរបើសិនបើយក1ម៉ែត្រទៅគុណនឹង10បាទគេអានថា1ដេកាម៉ែត្រនេះប្រយ័ត្នខុសគ្នា decimet អត់មានអក្សរ a នៅកណ្ដាលអក្សរ a នៅកណ្ដាលណាបាទ decimet អក្សរ dm ចេះបាទបើ ដេកាម៉ែត្រគឺ d a ហើយ m ចេះបាទហើយមួយទៀត1ហិកតូម៉ែត្រគឺយើងយក1ម៉ែត្រទៅគុណនឹង100ដងបាទហ្នឹងហើយអញ្ចឹងហិកតូម៉ែត្រគឺ1 x ហើយ m ចេះបាទហើយ1គីឡូម៉ែត្រគឺយើងយក1ម៉ែត្រទៅគុណ1000បាទគីឡូគឺ1000ហ្នឹងហើយបាទអញ្ចឹងនៅក្នុងការប្រើប្រាស់រាល់ថ្ងៃគឺអ្វីដែលគេប្រើគឺមានគីឡូម៉ែត្រម៉ែត្រហើយនឹងមីលីម៉ែត្របាទឬមួយសង់ទីម៉ែត្រពួកអាដេកាម៉ែត្រហើយហិកតូម៉ែត្រអីហ្នឹងគឺគេអត់សូវប្រើទេបាទគឺគេចេញពីគីឡូម៉ែត្រមកម៉ែត្រចេញពីម៉ែត្រទៅមួយសង់ទីម៉ែត្រឬមួយក៏មីលីម៉ែត្រហ្មងដេស៊ីម៉ែត្រនោះគេអត់សូវប្រើប្រហែលដែរបាទអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវចាំទៅបាទអញ្ចឹងយើងទៅមើលឧទាហរណ៍មួយទៅថាតាក់ទងទៅនឹងប្រើមេរៀនហ្នឹងហើយសុំទោសហ្នឹងអញ្ចឹងនេះដើម្បីប្របែកຂະຫນាតអ្នកគ្នាប្រើតារាងនេះទៅបាទយើងត្រូវចាំអញ្ចឹងម៉ែត្រកណ្ដាលនៅខាងនេះម៉ែត្រនៅកណ្ដាលអញ្ចឹងតូចជាងម៉ែត្រនេះគឺ3នេះយើងយកមកតម្រៀបគ្នាទៅតាមលេខរៀងវាគឺម៉ែត្រ decimet សង់ទីម៉ែត្រមីលីម៉ែត្រនេះឃើញទេទៅខាងនេះគឺតូចមកខាងនេះគឺធំបាទទៅខាងឆ្វេងវាគឺមានដេកាម៉ែត្រហិកតូម៉ែត្រ1គីឡូម៉ែត្របាទហើយគ្រូក៏បាននិយាយថាមកប្រឡោះដាក់បានតែលេខគត់ប្រយ័ត្នខុសកន្លែងហ្នឹងអញ្ចឹងយើងទៅមើលឧទាហរណ៍របស់យើងចូលបដូរឯកតាមួយនេះគឺ 12.3 ម៉ែត្រទៅជាមីលីម៉ែត្រតើធ្វើយ៉ាងម៉េចបាទអញ្ចឹងគឺយើងប្រើតារាងដែលគាត់លោកគ្រូគាត់បានគូនេះមកបាទអញ្ចឹងមកគឺគូចេះមកដាច់គ្នាមកបាទអញ្ចឹងនេះនៅខាងមុខចំណុចទស្សភាពហ្នឹងគឺម៉ែត្រហើយអញ្ចឹងលេខ2ចូលក្នុងតារាងម៉ែត្រលេខក្នុងអាប្រឡោះម៉ែត្រនៅខាងមុខវាហ្នឹងគឺចូលទៅដេកាម៉ែត្របាទអញ្ចឹងទៅខាងក្រោយគឺតូចជាងម៉ែត្រហើយអញ្ចឹងអាលេខ3មកចូលទៅក្នុងប្រឡោះ decimet បាទអញ្ចឹងយើងទៅដល់មីលីម៉ែត្រយើងថែម0នៅកន្លែងណាដែលអត់មានលេខគឺយើងថែម0រហូតដល់កន្លែងមីលីម៉ែត្រទៅបានហើយអញ្ចឹងបានន័យថាយ៉ាងម៉េច12.3 ម៉ែត្រហ្នឹងបើទៅជាម៉ែត្រវាស្មើនឹង1 2 3 0 មីលីម៉ែត្របាទហ្នឹងហើយវាស្មើទៅនឹង12300មីលីម៉ែត្របាទហ្នឹងហើយឬមួយក៏យើងបើសិនមកយើងដឹងយើងយកអាហ្នឹងទៅគុណ1000ក៏បានដែរហ្នឹងយើងគុណ1000យើងថែម0.3យើងកាត់ស្គៀស0.1មកវិញសល់0.2បាទចុះឥឡូវបើសិនមកគេឲ្យប្របែកគីឡូម៉ែត្រវិញតើធ្វើយ៉ាងម៉េចបាទធ្វើដូចគ្នាដែរយើងយកអានេះគីឡូម៉ែត្រហិកតូម៉ែត្រដេកាម៉ែត្រម៉ែត្រdecimet សង់ទីម៉ែត្រមីលីម៉ែត្រហ្នឹងមកដាក់ក្នុងជួរបច្ឆអញ្ចឹងមកបាទហើយចាំរីលេខអាខាងមុខចំណុចទស្សភាពហ្នឹងគឺម៉ែត្រហើយបាទនៅខាងក្រោយវាយើងដាក់ចូលទៅ decimet បាទអានេះយើងដាក់00ចោលក៏បានដែរគាត់ថាលេខ0ខាងក្រោយហ្នឹងមានក៏បានអត់ក៏បានអញ្ចឹងបើសិនមកយើងមិនគិតតែលេខមានន័យហ្នឹងហើយអញ្ចឹងមុខវាគេនេះគឺដេកាម៉ែត្របាទអញ្ចឹងបើយើងចង់ដល់គីឡូម៉ែត្រយើងថែមលេខ0នេះមួយលេខ0នេះមួយទៀតទៅបាទហើយយើងកាត់គៀបឡើងហ្នឹងបាទកាត់ទស្សភាពឡើងហ្នឹងអញ្ចឹងបាន12.3 ម៉ែត្រហ្នឹងវាស្មើនឹង 0.0123 គីឡូម៉ែត្របាទឬមួយយើងយកហ្នឹងមកចែកនឹង1000ទៅបាទបើសិនបើយកនេះគុណ1000វិញវាស្មើនឹង12.3 ម៉ែត្រវិញអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវចាំអានេះមកបាទអញ្ចឹងហើយយើងរីលេខចូលក៏បានដែរបើសិនបើយើងមិនបកកែរឿងកាត់ក្បៀសបាទអញ្ចឹងកន្លែងនេះក៏យើងអាចចាត់គិតបានដែរថាដើម្បីបដូរឯកតាមួយជាឯកតាតូចបន្ទាប់បាទអញ្ចឹងតែបដូរអីគេបដូរពីធំទៅតូចអីគឺគេត្រូវរំកិលចំណុចក្បៀសទៅខាងស្ដាំម្ដងមួយខ្ទង់បាទហ្នឹងហើយបើផ្ទុយមកវិញដើម្បីបដូរពីតូចទៅធំគឺគេរុញក្បៀសទៅខាងឆ្វេងវិញបាទអញ្ចឹងគឺអាកន្លែងនេះគឺអស់ហើយប៉ុណ្្នឹងគឺតាក់ទងទៅនឹងប្រវែងបាទ
និយាយទៅវិញចំណុចសំខាន់គឺការបដូរខ្នាតនេះបាទបដូរខ្នាតឧទាហរណ៍របស់ខ្ញុំនិយាយគឺប្រើតារាងនេះហើយគឺយើងត្រូវចាំនេះដែរនៅពេលដែលគេនិយាយថាបន្ទាត់ឯងមែន1ម៉ែត្រអញ្ចឹងបើបដូរទៅជាសង់ទីម៉ែត្រមីលីម៉ែត្រអីយើងត្រូវដឹងថានេះតើ1ម៉ែត្រស្មើប៉ុន្មានបាទយើងត្រូវចាំអានេះពួកឯកតាពួកហ្នឹងបាទឧទាហរណ៍1ដេស៊ីម៉ែត្រយើងគិតក្នុងចិត្តដឹងអូ1ដេស៊ីម៉ែត្រគឺ 0.1 ម៉ែត្រអញ្ចឹង5ដេស៊ីម៉ែត្រច្បាស់ជា 0.5 ម៉ែត្រស្មើនឹងកន្លះម៉ែត្រនឹងឯងបាទផ្សេងគឺបើសិនបើខ្ញុំគិតថាការសំខាន់របស់វានៅក្នុងការរៀនរបស់យើងហ្នឹងគឺវាអត់ជាសំខាន់អីប្រហែលទេប៉ុន្តែនៅពេលដែលយើងទៅនៅស្រុកគេអញ្ចឹងណាឧទាហរណ៍យើងទៅនៅអង់គ្លេសនេះនៅប្រទេសអង់គ្លេសគេប្រើអ៊ីងដែលមកអ៊ីងហ្នឹងវាប្រហែលទៅនឹង 2.54 សង់ទីម៉ែត្របាទហើយអញ្ចឹងទៅពេលដែលយើងទៅរៀនស្រុកគេគឺយើងអត់គេអត់ប្រើសង់ទីម៉ែត្រយើងគេប្រើអ៊ីងយើងទៅស្មានទៅថាអីគេមកអ៊ីងហ្នឹងគឺ 2.5 សង់ទីម៉ែត្រអញ្ចឹងទៅយើងគិតលេខមកខ្ទង់ក្រោយក្បៀសទៅស្រួលយើងគិតដែរអញ្ចឹងណាបាទហើយខ្ញុំគិតថាឥឡូវវាមិនពិបាកទេដោយសារតែហ្នឹងសម័យលើ smartphone យើងនឹងឲ្យការរៀនអីយើងអាចនឹងគេមិនឲ្យប្រើបើថាក្នុងជីវភាពប្រចាំថ្ងៃយើងអាចឆែកបានថាឧទាហរណ៍ថា2អ៊ីងស្មើប៉ុន្មានសង់ទីម៉ែត្រយើងអាចសួរ AI បានឥឡូវបាទហ្នឹងហើយបន្ទាប់មក foot បាទមួយ foot ហ្នឹងគឺស្មើនឹង 30.48 សង់ទីម៉ែត្របាទហ្នឹងហើយអញ្ចឹងលេខហ្នឹងខ្ញុំគិតថាវាពិបាកចាំពួកវាមិនលេខដែលគត់ដូចពួកដេស៊ីម៉ែត្រសង់ទីម៉ែត្រអីបាទហ្នឹងហើយហើយមួយទៀតយ៉ាតបាទមួយយ៉ាតគឺស្មើនឹង3 feet បាទហើយប្រហែលជា 0.9144ក្រោយក្បៀសអញ្ចឹងណាបាទហើយមួយទៀតម៉ៃបាទម៉ៃហ្នឹងក៏អាសាប្រើដែរនៅតាក់ទងនឹងប្រវែងគឺគេម៉ៃក្នុង1គីឡូម៉ែត្រឬមួយនេះនៅពេលដែលយើងរៀនពីល្បឿនគឺអាចមាន2ខ្នាតល្បឿនគីឡូម៉ែត្រក្នុង1ម៉ោងក៏បានឬមួយក៏គេអាចម៉ៃ per hour អញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងលេខទាំងអស់ហ្នឹងយើងដល់ប្រឡងបើថាបើគេសួរយើងត្រូវចាំដែរហ្នឹងបើថាខ្ញុំគិតថាយើងមិនចាំក៏បានដែរគាត់ថាពេលប្រឡងគេអាចសួរណានឹងយើងអស់បន្ទុកទៅបើថាឲ្យទៅសំខាន់នៅក្នុងការរៀននេះវាមិនជាសំខាន់នេះទេបាទហ្នឹងហើយបាទនេះខ្ញុំអត់ចាំសោះហ្មងខ្នាតបុរាណខ្មែរមិនថាមិនសំខាន់គឺអត់ចាំដោយសារតែអត់ដែរប្រើគឺយើងប្រើតែម៉ែត្រអីអញ្ចឹងណាបាទមួយចំអាមហ្នឹងគឺស្មើប្រហែលគឺគិតជាម៉ែត្រទាំងអស់ឃើញអត់គឺគេយកគោគិតជាម៉ែត្របាទមួយហាត់គឺស្មើនឹងកន្លះម៉ែត្របាទមួយព្យាមមួយសិនមួយគៀវុតមួយយោជបាទអាយោជគឺពួកក្នុងរឿងចិនអាសាឃើញនិយាយដកតប30យោជ40យោជអីអញ្ចឹងណាបាទអញ្ចឹងមួយយោជវាគឺស្មើនឹង16គីឡូម៉ែត្របាទហ្នឹងហើយខ្ញុំគិតថាអាទី2ហ្នឹងគឺវាអត់សូវសំខាន់មែនទេអញ្ចឹងយើងគាត់ថាមើលទៅឲ្យស្គាល់ថាខ្នាតប្រវែងដែលគេប្រើនៅក្រៅ2ម៉ែត្រហ្នឹងគឺមាន input foot yard mile ហើយអានេះពួកខ្មែរយើងបុរាណគេរៀនចំអាមហាត់ព្យាមសិនគៀវុតយោជអីចឹងទៅបាទហ្នឹងហើយគឺតាក់តងទៅនឹងម៉ាស់ហើយម៉ាស់ហើយអាឡៃមេរៀនប្រវែងគឺវាដូចគ្នាហ្មងវាស្តៀងគ្នាបែបបិទបាទអញ្ចឹងម៉ាស់បាទឯកតាសំខាន់នៃម៉ាស់គឺគីឡូក្រាមខ្ញុំគិតថាមកដល់ថ្នាក់ទី7ហ្នឹងយើងច្បាស់ជាដឹងហើយថាឧទាហរណ៍យើងទៅផ្សារម៉ាក់យើងប្រើទៅទិញក្រូចទិញអីគឺភាគច្រើនគេសួរលក់ជាគីឡូឬមួយក៏អីតែបើត្រីដូចថាយើងទៅទិញត្រី1គីឡូប៉ុន្មានសាច់ជ្រូក1គីឡូប៉ុន្មានអីចឹងគឺអាហ្នឹងយើងអាគីឡូក្រាមដែលយើងនិយាយគឺជាម៉ាស់ហ្នឹងឯងបាទអញ្ចឹងដូចគ្នាដែរបើឡៃម៉ាស់ហ្នឹងយើងចែកចេញជា7ប្រឡោះដូចនៅក្នុងប្រវែងដែរបាទអញ្ចឹងនៅប្រឡោះកដាលហ្នឹងគឺអាកដាលគឺក្រាមដែលក្នុងប្រវែងវាជាម៉ែត្របើចេញជាម៉ាស់អាហ្នឹងគឺក្រាមអញ្ចឹងនៅខាងមុខនេះគឺធំជាងវានៅខាងមុខហ្នឹងបាទអញ្ចឹងវាអាចមានដេកាក្រាមហិកតូក្រាមជាមួយនឹងគីឡូក្រាមប៉ុន្តែក្នុងការដែលងារប្រចាំថ្ងៃអីហិកតូក្រាមមួយដេកាក្រាមយើងសឹងតែមិនលឺបាទអ្វីដែលយើងលឺតែគីឡូក្រាមក្រាមជាមួយនឹងមីលីក្រាមទៅមកបាទហើយមកខាងក្រោយវានេះគឺតូចជាងក្រាមបាទដេស៊ីក្រាមសង់ទីក្រាមអាពីរនេះក៏គេអត់ដែរប្រើដែរបាទមិនថាមិនដែរប្រើទេគឺកម្រឃើញមែនតើណាគេប្រើអាដេកាក្រាមហិកតូក្រាមដេស៊ីក្រាមសង់ទីក្រាមហ្នឹងគេប្រើគីឡូក្រាមក្រាម1មីលីក្រាមនេះបាទអញ្ចឹងយើងទៅមើលទៅតើយ៉ាងម៉េចអញ្ចឹងបើសិនបើគេចង់រកក្រាមចេញពីគីឡូក្រាមគឺ1គីឡូក្រាមវាស្មើនឹង1000ក្រាមអញ្ចឹងមិនថាបើមានគីឡូយើងគុណ1000ចេញក្រាមអីហិកតូក្រាមហ្នឹងគឺយើងគុណនឹង100បាទហិកតូក្រាមស្មើនឹង100ក្រាមបាទមួយដេកាក្រាមហ្នឹងគឺស្មើនឹង10ក្រាមហើយអាក្រាមនេះគឺ1ក្រាមវាទៅបាទបន្ទាប់មកអានេះគឺតូចជាងក្រាមវិញបាទមួយដេស៊ីក្រាមហ្នឹងគឺយកក្រាមមកចែកជា10ហើយមកផ្នែកតូចហ្នឹងគឺមួយដេស៊ីក្រាមមួយសង់ទីក្រាមគឺយើងយកក្រាមចែកជា100មីលីក្រាមយើងយកក្រាមចែកជា1000បាទអញ្ចឹងនៅឃើញនេះអាប្រអប់ហ្នឹងមួយអាប្រអប់នេះគឺដូចគ្នាបែបប៉ុណ្្នឹងឯងបាទឃើញទេនេះវាខុសថាជាអីគេខុសថានេះម៉ែត្រអានេះក្រាមតែប៉ុណ្្នឹងក្រៅពីហ្នឹងបបបដូចគ្នាបបបឬមួយអាពាក្យហៅខាងមុខវាបាទហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងមានគីឡូក្រាមហិកតូក្រាមដេកាក្រាមក្រាមដេស៊ីក្រាមសង់ទីក្រាមជាមួយនឹងក្រាមជាមួយនឹងមីលីក្រាមឧទាហរណ៍ថាយើងមានអីគេយើងមាន123ក្រាមទៅជាគីឡូក្រាមយើងធ្វើមិនអញ្ចឹងយើងដាក់មកនេះគឺលេខ3លេខ2លេខ1បាទអញ្ចឹងយើងចង់ទៅដល់គីឡូក្រាមអត់មានឡើយយើងដាក់លេខ0ចុចកន្លែងហ្នឹងមកអញ្ចឹង123ក្រាមហ្នឹងវាស្មើអីគេស្មើនឹង0.123គីឡូក្រាមបាទហ្នឹង
អានេះយើងសំខាន់សម្រាប់នៅក្នុងការដែលយើងផ្លាស់ប្ដូរຂະຫນាតណាតែគឺគេមិនដែលប្រើ hectogram decagram decigram centigram នោះទេបាទគឺគេប្រើតែ3ទាំងឯងក្នុងការយើងរៀនណាបាទហើយបើខ្មែរយើងក៏គាត់មានដែរមួយហាបគឺស្មើ60គីឡូបាទមួយចុង30គីឡូមួយថាំងបាទគេហៅចៅមកទៅអីកូនមកទៅចៅមកថាំងអីខ្ញុំមិនទៅច្បាស់ដែរអញ្ចឹងណាបាទមួយថាំងវាគឺស្មើ5 10គីឡូបាទមួយនាលគឺស្មើ16តម្លឹង600ក្រាមមួយតម្លឹងស្មើ10 G បាទនេះខ្ញុំគិតថាប្រហែលជាអាចខ្នាតមាសនៅគ្នាយើងដឹងហើយឥឡូវមាសពងអាថ្លៃផងមួយតម្លឹងវាឡើងដល់5000អីហើយបាទមួយ G ឡើង500បាទនេះមួយ G ស្មើ10ហ៊ុនបាទមួយហ៊ុនស្មើ10លីអញ្ចឹងនេះប្រហែលជាអាចដែលយើងប្រើប្រាស់ក្នុងការទិញមាសឬលក់មាសប្រចាំថ្ងៃរបស់យើងនឹងឯងបាទចំណុះអ្នកគ្នាបាទអញ្ចឹងឯកតាសំខាន់នៃចំណុះគឺលីតបាទលីតហ្នឹងគឺសរសេរអញ្ចឹងក៏មានគឺសរសេរមានជើងរចេះក៏មានដែរបាទគឺតាមដល់សអល់តូចបាទគេប្រាប់ថាមួយលីតគឺមានចំណុះស្មើមួយដេស៊ីម៉ែត្រគីបបាទដេស៊ីម៉ែត្រគីបយើងដឹងថាជាមៀតបាទអញ្ចឹងចំណុះហ្នឹងវាស្មើទៅនឹងលីតអញ្ចឹងអានេះក៏ជាមៀតដែរបាទហ្នឹងហើយបាទអញ្ចឹងវាខុសពីអាខាងលើខុសពីពួកអាក្រាមហើយកុំម៉ែត្រលីតហ្នឹងវាអត់មានដល់គីឡូលីតទេបាទអញ្ចឹងវាមានតែដេកាលីតចំពោះកន្លែងចំណុះនេះខ្ញុំគិតថាវាមិនពិបាកទេវាស្តៀងទៅទាំងអាប្រវែងជាមួយនឹងម៉ាស់ទេបាទហ្នឹងហើយអញ្ចឹងក៏ខ្ញុំអត់បានសង្កត់វាទៅអាចទៅមើលកន្លែងពេលវេលានេះបានវាជាសំខាន់បាទរឿងពិបាកអញ្ចឹងពេលវេលាដើម្បីដឹងថាយើងធ្វើអីមួយយឺតលឿនយើងប្រើពេលវេលាមកវាស់បាទហើយអ្វីដែលយើងប្រើគឺយើងមានថ្ងៃយើងមានម៉ោងឆ្នាំខែថ្ងៃម៉ោងនាទីវិនាទីអញ្ចឹងទៅបាទអញ្ចឹងឯកតានេះពេលឯកតាសំខាន់នៃរយៈពេលគឺគិតជាវិនាទីបាទវិនាទីបាទហើយ1នាទីគឺស្មើ60វិនាទីយើងដឹងហើយតាំងពីក្មេងមក1នាទី60វិនាទីហ្នឹងហើយ1ម៉ោងវាស្មើ60នាទីដល់តែ1នាទីវាស្មើ60 second ទៀតយើងគិតនឹង60ទៅស្មើនឹង3600បាទហើយមួយថ្ងៃវាមាន24ម៉ោងហើយដល់ថា1ម៉ោងហ្នឹងវាមាន3600វិនាទីយើងគុណ24ទៅស្មើនឹង86400វិនាទីបាទអញ្ចឹងយើងក៏អាចធ្វើប្រមាណវិធីលើពេលវេលាបានដែរបាទយើងអាចដកគ្នាបាទគាត់ថានៅពេលដែលយើងដកហ្នឹងយើងតាក់ទងទៅនឹងដូចអាការទូរសភាដែរបាទយើងដាក់ម៉ោងឲ្យចំម៉ោងថ្ងៃឲ្យចំថ្ងៃនាទីចំនាទីវិនាទីចំវិនាទីប៉ុន្តែនៅពេលដែលអាក្រមធំជាងទៅពេលខ្ចីយើងខ្ចីមកប្រយ័ត្នខុសបើថាយើងខ្ចី1នាទីមក60មក1នាទីពីខ្ទង់នាទីមកវិនាទីអាហ្នឹងយើងខ្ចីមកគឺខ្ចីបាន60វិនាទីបាទឧទាហរណ៍យើងខ្ចីពីថ្ងៃមកខ្ទង់ម៉ោងយើងខ្ចីមួយថ្ងៃគឺស្មើនឹង24ម៉ោងចាត់ឡើងហ្នឹងហើយវិញនេះជាឧទាហរណ៍ក្នុងសភៅដែលតាក់ទងទៅនឹងការបដូរពីវិនាទីមកគេឲ្យមក259,248វិនាទីហ្នឹងយើងអាចបដូរទៅជាប្រហែលថ្ងៃប្រហែលម៉ោងប្រហែលនាទីប្រហែលវិនាទីអញ្ចឹងហ្នឹងវារៀងពិបាកមិនថាយើងចែកយកទៅហ្មងទេបាទអញ្ចឹងទី1អ្វីត្រូវធ្វើគឺយកអាហ្នឹងមកធ្វើជានាទីសិនដោយសារតែវិនាទីយើងចែក60ហើយ60ហ្នឹងមកពីណាគឺដោយសារតែ1នាទីហ្នឹងវាស្មើនឹង60 second ហ្នឹងឯងអញ្ចឹងខ្ញុំចែកខ្ញុំអត់ចែកទេដោយសារតែចែកហ្នឹងវាអ្នកគិតអីចេះចែកអញ្ចឹងខ្ញុំកាត់កន្លែងដែលចែកទៅអញ្ចឹងចែកទៅបាន4320កន្លែងណាផលចែកតែកន្លែងផលចែកហ្នឹងគឺខ្នើវាឡើងជានាទីហើយបាទព្រោះនេះវាយើងចែក60ប្រហែលជានាទីអញ្ចឹងសល់មែនសំណល់សល់ហ្នឹងគឺអត់អាចចេញនាទីបានសល់48វិនាទីទៅសំណល់វាបាទអញ្ចឹងនៅសល់4000នាទី4000នាទីយើងប្រហែលជាម៉ោងទៀតនេះមកខាងនេះទៅជាម៉ោងបាទដោយសារតែ1ម៉ោងមាន60នាទីយើងចែក60ទៀតយើងចែកទៅដាច់ប៉ាត់អត់មានសល់នាទីទេ0នាទីតែឡើង72តែ72អីគឺ72ម៉ោងនឹងឯងអញ្ចឹង72ម៉ោងយើងប្រៀបធៀបមួយ24តែយើងអាចបើកជាថ្ងៃបានអត់អញ្ចឹងដោយសារ72ធំជាង24យើងចែកនឹង24ទៅយើងបាន3ថ្ងៃ0ម៉ោងអញ្ចឹងយើងរៀបមកវិញយើងបានគេ3ថ្ងៃ0ម៉ោង0នាទី48វិនាទីអញ្ចឹងអា259,248វិនាទីហ្នឹងវាស្មើនឹង3ម៉ោង3ថ្ងៃ0ម៉ោង0នាទីហើយ48វិនាទីកន្លែងហ្នឹងបាទអាហ្នឹងគឺពិបាករឿងបាក់កន្លែងហ្នឹងបាទបើរឿងដកម៉ោងបូកម៉ោងអាហ្នឹងយើងនេះទៅបើសិនបើដកម៉ោងអ្វីដែលសំខាន់ហ្នឹងនៅពេលដែលយើងខ្ចី1ម៉ោងមកគឺបាន60នាទីខ្ចី1នាទីគឺបាន60វិនាទីកន្លែងហ្នឹងបាទ